គឺសេចក្តីស្ងប់ត្រជាក់ហើយនឹងជាប្រយោជន៍នេះឯងដែលជាសេចក្តីសំខាន់ក្នុងជីវិតដែលយើងត្រូវតែអប់រំទៅដោយសតិសម្បជញ្ញៈដើម្បីមកមើលថែជីវិតរបស់យើងនឹងឯងសតិសម្បជញ្ញៈនេះគឺសំខាន់ណាស់ជាធម៌មានឧបការៈច្រើនដែលយើងមិនអាចនឹងបោះបង់ខ្លួនយើងចោលទេនឹងឯងជីវិតរបស់យើងនឹងមិនអាចពឹងអ្នកដទៃណាបានឡើយមនុស្សទាំងអស់រាប់ពាន់លានអ្នកទេវតាទាំងអស់ក៏យើងមិនអាចទៅពឹងអ្នកណាមួយអង្គបានទេនឹងឯងសូម្បីតែទៅរកព្រះពុទ្ធជាអង្គម្ចាស់ក៏ព្រះអង្គឲ្យយើងត្រឡប់មកពឹងខ្លួនឯងវិញហើយបើសិនបើយើងនឹងឯងមិនបានយល់ដឹងនៅក្នុងធម៌នេះទេយើងបែរទៅជាសត្រូវនឹងខ្លួនឯងឬក៏ទៅជារំលោភបំពានបៀតបៀនខ្លួនឯងត្រង់ដែលថាมันមានសតិសម្បជញ្ញៈសវណ្ណហ្នឹងឯងដោយការបាត់បង់សតិហើយរំលោភបំពានលើខ្លួនឯងគឺណាតើយើងនឹងកំសត់បណ្ណាទៅតែមើលដែលมันអាចពឹងមនុស្សណាទេវតាណាទាំងអស់បានត្រូវតែមកពឹងខ្លួនឯងនេះដើម្បីឲ្យរួចពីបាបរួចអំពីវដ្តសង្សារដើម្បីបានដើរនៅក្នុងផ្លូវអរិយមគ្គប្រកបដោយអង្គ8ប្រការដោយព្រះអរិយបុគ្គលដទៃដែរប៉ុន្តែបែរទៅជាមិនបាននៅទីពឹងពីខ្លួនយើងនឹងតែម្ដងដោយសារអត់មានសតិសម្បជញ្ញៈនឹងឯងតើពឹងអ្នកណាបានទៅបើដូចជាថាកូននឹងឯងពឹងឪពុកនឹងអញ្ចឹងហើយបើឪពុកនឹងប្រព្រឹត្តរំលោភបំពានទៅលើកូននឹងទៅទៀតតើនឹងឲ្យទៅពឹងអ្នកណានេះគឺគ្រាន់តែលើកដើម្បីឲ្យឃើញថាវាជារឿងកំសត់ប៉ុណ្ណឹងមិនកំសត់ដល់ដែលខ្លួនយើងនឹងស្រវឹងបាត់បង់ស្មារតីហើយបៀតបៀនខ្លួនឯងទៅដោយបាបកម្មពីវេរាគឺណាតើកំសត់បណ្ណាទៅយើងឃើញចំណុចដែលសត្វលោកយើងកំសត់ត្រង់ដែលថាពឹងអ្នកណាក៏មិនបានហើយស្រាប់តែមិនបានទីពឹងពីខ្លួនឯងហ្នឹងដោយខ្លួនឯងខ្វះសតិសម្បជញ្ញៈហ្នឹងឯងចឹងត្រូវកំសត់ទៅមែនទែនដូច្នេះបងប្អូនកូនចៅទាំងអស់គឺថាសតិសម្បជញ្ញៈនឹងឯងចម្រើនឡើងពីហេតុណាពីទានពីសិលព្រោះមហាកុសលសុទ្ធតែមានតួសតិក្នុងហ្នឹងហើយញាណសម្បយុត្តប្រកបដោយបញ្ញាទៀតពីការស្ដាប់ធម៌ពីការទន្ទិញចងចាំពុទ្ធរិកាពីការអប់រំមេត្តាចិត្តពីការចម្រើនបញ្ញាបានជ្រួតជ្រាបទៅដឹងថាអ្វីគឺសិតតែជាការពិតដែលប្រព្រឹត្តទៅក្នុងគ្រប់រឿងទាំងអស់ដែលកើតមានគឺយើងមិនចាំបាច់ទេមទេរឿងដតីទេមិនចាំបាច់ទេមទេអ្វីដោយឡែកទេគឺយល់ដឹងការពិតរឿងអ្វីដែលបានមកដល់ជីវិតកើតឡើងគឺបានដឹងថារឿងនឹងត្រឹមត្រូវប៉ុន្តែអត់ធន់ទៅវាមិននៅជាមួយនឹងយើងរហូតអីទេកុំឲ្យតែបាត់បង់នៅសតិសម្បជញ្ញៈរឿងដែលនាំឲ្យសบายចិត្តក៏កន្លងទៅរឿងដែលនាំឲ្យកើតទុក្ខក៏កន្លងទៅដូច្នេះគឺយើងត្រូវមានគុណធម៌ជាមួយគ្នានឹងគ្រប់រឿងដែលបានមកដល់នឹងអោបកសោបគុណធម៌កុំឲ្យបាត់បង់សតិសម្បជញ្ញៈហើយរឿងទាំងអស់វានឹងកន្លងទៅទេវាអត់មានរឿងអីថិតថេរទៀងទាត់នៅជាមួយយើងរហូតទេដល់តែពេលវាកន្លងទៅយើងអត់មានសេចក្តីក្តៅក្រហាយស្ដាយក្រោយទេរឿងដែលនាំឲ្យយើងវង្វេងស្រឡាញ់ក៏ដោយនាំឲ្យយើងវង្វេងស្អប់ក៏ដោយនឹងឯងត្រូវតែកំណត់ដឹងថារឿងទាំងអស់នឹងទុកជាមេរៀនចូលមកដល់ជីវិតរបស់យើងឲ្យឃើញថាធัวទាំងឡាយមានហេតុបានកើតឡើងចឹងទៅចឹងគឺថាទោះជារឿងនឹងត្រូវបាត់បង់ទៅវិញយើងស្រឡាញ់ពេញចិត្តប៉ុន្តែថាដល់តែយើងមានគុណធម៌ដែលត្រូវរក្សាទៅក៏យើងមិនហួងហែងរឿងហ្នឹងកន្លងទៅព្រាត់ប្រាសទៅក៏យើងសង្វេគទៅមិនហួងហែងមិនផ្ទះម្ទែងទៀមទាអ្វីដែលកន្លងទៅនឹងឲ្យនៅជាមួយយើងរហូតទេហើយរឿងដែលសម្រាប់ថាឲ្យយើងលំបាកចិត្តឲ្យយើងតោះអីនឹងយ៉ាងណាក៏យើងមិនដល់ទៅក្រំគ្រាក្តុកក្ដួលក្តៅអីហើយឲ្យបាត់បង់នៅគុណធម៌ទេព្រោះថា
អ្វីដែលសំខាន់សម្រាប់ជីវិតរបស់យើងគឺសតិសម្បជញ្ញៈក្នុងទានក្នុងសិលក្នុងសមថវិបស្សនារឿងទាំងអស់ដែលបានមកដល់ជីវិតនិងកន្លងផុតទៅក៏យើងអត់មានសោកសៅអត់មានអាឡោះអាល័យហើយក៏រឿងដែលនាំឲ្យយើងតោះក៏មិនជាតោះអីទៅដែរនឹងឯងពីព្រោះអ្វីដែលយើងត្រូវការពិតប្រាកដមិនមែនគ្រាន់តែរឿងឲ្យយើងពេញចិត្តតែប៉ុណ្្នឹងទេយើងមិនយកអាត្រង់ការពេញចិត្តទៅតាមកិលេសទេយើងយកត្រង់ដែលថាសិក្សាចំពោះអ្វីដែលកើតឡើងមកដល់ជីវិតរបស់យើងនឹងវាត្រឹមត្រូវទៅដោយហេតុដោយបច្ច័យយ៉ាងណាអញ្ចឹងទៅយើងរក្សាសតិសម្បជញ្ញៈបានយើងយល់ដឹងចំពោះការពិតនៃជីវិតគ្រប់យ៉ាងចូលមកដែលយើងហៅថាបញ្ហាប៉ុណ្ណាក៏ដោយទៅជាមេរៀនសម្រាប់យើងសិក្សាបានយល់ដឹងពីសព្វេធម្មេជាអនត្តាធัวទាំងឡាយទាំងពួងជាអនត្តាអត់មានអ្នកណាធ្វើឲ្យខ្លួនឯងទេយើងក៏មិនបានធ្វើអ្នកដទៃក៏មិនបានធ្វើឲ្យដែរគឺធัวសុទ្ធអញ្ចឹងទៅតម្ដងទាំងមានសុខមានទុក្ខមើលមានអ្នកណាទៅធ្វើឲ្យខ្លួនឯងបានបើធ្វើតែសុខទៅអត់ចាំបាច់ធ្វើទុក្ខហើយបើទុកយើងអត់ធ្វើទេសុខក៏យើងអត់ធ្វើដូចតែគ្នាយើងទៅបបោសអែលទៅស្រឡាញ់ទៅជាប់ជំពាក់ហួងហែងអីអារបស់ដែលយើងអត់បានធ្វើដូចតែទុក្ខវេទនាដែរហ្នឹងឯងគឺត្រូវតែតាំងនៅដោយអំណាចនៃឧបេក្ខាសម្ពោឆង្គៈអង្គធัวគឺតត្រមច្ឆតតាហើយឧបេក្ខាសម្ពោឆង្គៈតេតួងទៅនឹងធម្មវិជ្ជយៈសម្ពោឆង្គៈដែលស្រាវជ្រាវររកឃើញនៅការពិតក្នុងជីវិតនេះឯងដែលជាព្រះអាទិត្យរះឡើងក្នុងដួងចិត្តរបស់យើងក្នុងជីវិតដែលត្រូវឃើញធัวតាមទីក្តីពិតអញ្ចឹងគឺប្រព្រឹត្តទៅជាមជ្ឈមបដិបទាទេអ្វីដែលបានចូលមកក្នុងជីវិតហ្នឹងប្រកាសឡើងជាធัวដែលមានហេតុត្រឹមត្រូវបានកើតឡើងចឹងទៅក៏យើងតាំងនៅក្នុងគុណធម៌នឹងឯងមិនឲ្យរឿងរ៉ាវទាំងអស់នឹងឯងមកធ្វើឲ្យយើងញាប់ញ័រហើយបាត់បង់នៅគុណធម៌ទេព្រោះយើងមិនលុះនៅក្នុងអំណាចធម៌ទាំងអស់នោះដើម្បីនឹងតាមទៅក្នុងធម៌ទាំងអស់នឹងទេព្រោះចិត្តរបស់យើងបង្អោនមករកពុទ្ធធម៌ប្រសង្ឃយើងតោងបរតនត្រ័យជាប់លាប់ហើយរីករាយទៅនៅក្នុងគុណរបស់បរតនត្រ័យអារម្មណ៍ណាដែលបានចូលមកនឹងពុទ្ធបរិស័ទបងប្អូនកូនចៅចាំចុះឲ្យតែចិត្តល្អហើយវាអត់មានរឿងអីអាក្រក់មករកយើងទេហើយបើថាចិត្តនឹងវាមិនល្អហើយក៏ល្អហើយសៅมองហើយក៏វាអត់មានរឿងអ្វីល្អមករកយើងកើតដែរនឹងឯងដូច្នេះការដែលយើងត្រូវអប់រំចិត្តនឹងឯងឲ្យបានរីករាយជាមួយគ្នានឹងគុណពុទ្ធគុណពធគុណប្រសង្ឃរឿយទៅវាជួយឲ្យយើងរីករាយជាមួយនឹងរឿងដតីផ្សេងទៀតជាមួយនឹងអ្នកណាអីចឹងទៅក៏រីករាយស្រស់ស្រាយទៅដោយសារអីដោយសារការដែលយើងមានចិត្តរីករាយនឹងឯងហើយវាមានអារម្មណ៍ឯណានីមួយដែលយើងវឹកហាត់អប់រំចិត្តទៅក្នុងអារម្មណ៍ហ្នឹងដែលអាចនឹងអប់រំបានទៅក្នុងគុណពុទ្ធដីគុណពធក្ដីគុណប្រសង្ឃក្ដីការដែលយើងបានតម្កល់ឪពុកម្ដាយយើងជាព្រះអរហន្តសម្រាប់ជីវិតរបស់យើងក្ដីហើយយើងសប្បាយចិត្តថាអត់ចាំបាច់ត្រូវការអីទៀតទេជីវិតដែលប៉ុននឹងបានរៀបចំឲ្យយើងបានមកប៉ុណ្ណេះហើយអត់ទៀមទាអ្វីពីអ្នកអតីតទេយើងគឺសម្រេចនៅសេចក្តីសុខដោយខ្លួនឯងបានជាមួយនឹងគុណពុទ្ធគុណពធគុណប្រសង្ឃជាមួយនឹងកតញ្ញូតាធម៌ចំពោះមេត្តាបិតាដល់ទៅប៉ុណ្ណឹងយើងមិនត្រូវការអ្វីពីអ្នកដទៃច្រើនអញ្ចឹងវាអត់មានរឿងដែលត្រូវឲ្យកើតទុក្ខសៅមងអីទៅទេហើយរឿងខ្លះដែលយើងត្រូវជួយត្រូវដោះស្រាយក៏យើងយល់ថាសត្វលោកប្រព្រឹត្តទៅតាមកម្មអញ្ចឹងផងដែរមិនយើងចិត្តតែចង់ជួយទៅជួយអត់បានកើតទុក្ខទេព្រោះសត្វលោកប្រព្រឹត្តទៅតាមកម្មរៀងខ្លួនយើងគ្រាន់តែស្ថិតនៅក្នុងដែលមានមេត្តាករុណាបំណងដើម្បីនឹងត្រូវជួយយ៉ាងណារក្សាចិត្តរបស់យើងឲ្យវារួចផុតអំពីអាការកំណាញ់ចំណែនព្យាបាទអីនឹងតែប៉ុណ្ណឹងហើយនឹងបានដឹងថាសត្វលោកប្រព្រឹត្តទៅតាមកម្មជាចំណុចដែលព្រះពុទ្ធអង្គក៏ជួយអត់រួចដែរហើយជាបញ្ញាតផ្ទាល់ទៀតដោយប្របាទសុពពុទ្ធចឹងទៅវិខទេវតតអីចឹងទៅនឹងឯងដែលនឹងត្រូវចុះទៅកម្មនរកសិនចឹងបន្ទាប់ពីអស់វិជនទៅនឹង
នឹងឯងគឺសត្វលោកប្រព្រឹត្តទៅតាមកម្មអញ្ចឹងព្រះពុទ្ធអង្គក៏មិនអាចនឹងចិត្តទៅជួយថាពេលព្រះអង្គបានត្រាស់កុំឲ្យមានសត្វនរកកុំឲ្យមានធ្លាក់នរកអីក៏មិនបានចឹងមានអ្នកប្រព្រឹត្តបាបកម្មខ្លាំងនៅពេលព្រះអង្គត្រាស់ដឹងនឹងទៅទៀតមិនមែនព្រះអង្គដាក់បាបទៅឲ្យគេទេប៉ុន្តែរឿងសត្វលោកវាត្រូវប្រព្រឹត្តទៅតាមអធិស្រ័យនិងប្រព្រឹត្តទៅតាមកម្មអញ្ចឹងដូច្នេះយើងរស់នៅត្រូវចេះថែរក្សាចិត្តរបស់ខ្លួននឹងឯងឲ្យបាននៅសេចក្តីសុខស្ងប់ហើយនឹងមានប្រយោជន៍ដល់ខ្លួនឯងដល់ក្រុមគ្រួសារដល់អ្នកដទៃបានប៉ុណ្ណាប៉ុណ្ណឹងមុននឹងយើងលាចាកលោកនឹងទៅយើងត្រូវប្រឹងប្រែងឲ្យបានសម្រេចនៅប្រយោជន៍ហើយនឹងសេចក្តីសុខស្ងប់ក្នុងជីវិតនេះឯងត្បិតយើងបានជួបនឹងបរតនត្រ័យហើយក៏នៅក្នុងចំណុចដែលថាការដែលយើងបានជីវិតនេះមកបានដោយកម្រក្រក្រៃមិនមែនចេះតែងាយបានឃើញមនុស្សអីចឹងទៅដូចជាងាយគឺអត់ទេនៅលើមហាកុសលឲ្យបដិសន្ធិហើយជាពិសេសដែលនឹងជាឧបត្ថម្ភកបច្ច័យឲ្យបាននៅរស់មកដល់ប៉ុណ្ណឹងងាយអីមើលបងប្អូនខ្ញុំបណ្ណាប្រុសគឺអត់មានណាបានចូលមកដល់ហាផងទេចឹងគឺណាប្រុស4នាក់ហ្នឹងចឹងអត់មានបានមកដល់អាយុហាទេมันងាយទេណាហើយអាហ្នឹងយើងគ្រាន់តែប៉ុណ្ណឹងចុះអ្នកផ្សេងទៀតហ្នឹងសម្បើមណាស់ណាដែលត្រូវបាត់បង់ជីវិតទៅมันបានចូលមកដល់អាយុហានឹងផងទេទៅបាត់បង់ជីវិតទៅសម្បើមចឹងទៅហំទៅនោះធ្វើការនៅស្រុកគេអីចឹងទៅដើម្បីរលុយកាក់មកហ្នឹងឯងទំនុកម្រងមេត្តាបិតាអីខ្លះហើយស្រាប់តែគ្រោះថ្នាក់ធ្លាក់អីមកបាត់បង់ជីវិតទៅហ្នឹងឯងខ្ទេចខ្ទីរូបកាយហ្នឹងដោយធ្លាក់ពីលើទីខ្ពស់អីចឹងទៅមើលនៅទាំងពេញកម្លាំងនឹងឯងជីវិតហ្នឹងមិនងាយបានរហូតមកដោយដែលយើងមានសពថ្ងៃនេះហើយយើងបានមកដល់ថ្ងៃនេះមែនប៉ុន្តែតទៅទៀតតើយើងធានាបានថារួចពីថ្ងៃហ្នឹងដល់ស្អែកដែរឬទេយើងនេះណាយើងដឹងថាយើងអាចបានដល់ថ្ងៃស្អែកដែរឬអត់បានព្រះពុទ្ធអង្គទ្រង់ត្រាស់ថាអច្ចេវៈកិច្ចមាតបੰកោជាញាមរណੰសវេណហេណោសង្ករន្តេនៈមហាសេនេនមច្ចុណានឹងមើលនឹងឯងប្រឹងប្រែងថ្ងៃនឹងឯងចឹងដែលយើងត្រូវតែរក្សាចិត្តកុំគិតថារឿងនឹងវាមិនសមអ្នករតីធ្វើចេះកុំឲ្យយករឿងអ្នករតីធ្វើអីហើយមកដាក់ក្នុងគំនិតយើងថាគេធ្វើនឹងមិនសមអញ្ចឹងគឺកុំឲ្យសោះនាំតែយើងលំបាកកើតទុកមិនសុខចិត្តដាក់អ្នករតីទេអត់មានរឿងអ្នករតីអីណាធ្វើអីមិនសមសម្រាប់យើងទេរឿងនេះវាជារឿងពិតរបស់យើងអ្នកម្នាក់វិច្ចស្ពាយសំពាយកម្មមកត្រូវទទួលវិបាកខ្លួនឯងកុំឲ្យមានគំនិតគិតថាអ្នកដតីមិនសមធ្វើអីដាក់យើងហើយយើងគិតគូរទម្លាក់ទោសកំហុសទៅអ្នកដតីហើយកើតទុកមិនសុខចិត្តក្តៅក្រហាយអីខ្លួនឯងកុំឲ្យសោះអត់ទេរឿងអីក៏ជាការពិតសម្រាប់ជីវិតរបស់យើងចូលមកដល់ពេលហ្នឹងដែលយើងមិនបានដឹកមុនគឺត្រូវជួបនៅរឿងហ្នឹងឯងប៉ុន្តែយើងត្រូវឆ្លងកាត់ឲ្យបានគ្រប់រឿងទាំងអស់ត្រូវតែមមតំជាមួយនឹងគុណធម៌កុំឲ្យឆេវឆាវក៏គឺកុំឲ្យមានការវង្វេងបាត់បង់ស្មារតីទៅតាមសេចក្តីស្រឡាញ់សេចក្តីពេញចិត្តទៅនៅក្នុងរឿងលោភៈហ្នឹងរឿងរាគៈអីហ្នឹងគឺកុំឲ្យខូចខ្លួនខូចប្រាណទៅដោយអំណាចនៃកិលេសហ្នឹងគឺយើងគឺថាបិទភ្នែកឲ្យចិត្តសម្លឹងមើលឲ្យឆ្ងាយរឿងទិសដៅនៃជីវិតរបស់យើងត្រូវតែឆ្លងកាត់ឧបសគ្គរាគៈទោសៈខ្មោចព្រាយបិសាចក្នុងជីវិតរបស់យើងដូចជាយើងត្រូវមករកវត្ថុដ៏ស័ក្តិសិទ្ធិក្នុងរូងភ្នំអញ្ចឹងគឺត្រូវតែឆ្លងកាត់នៅឧបសគ្គខ្មោចព្រាយបិសាចហ្នឹងមកយកវត្ថុដ៏ស័ក្តិសិទ្ធិនឹងឲ្យបានយ៉ាងណាអមតៈធัวយើងត្រូវឆ្លងកាត់នៅវិបត្តិនៃជីវិតខ្មោចព្រាយបិសាចគឺកិលេសក្នុងចិត្តរបស់យើងនឹងឯងអញ្ចឹងគឺត្រូវសម្លឹងមើលទិសដៅហើយឲ្យទិសដៅនឹងឯងត្រឡប់មកជាកម្លាំងចិត្តនៃជីវិតដែលយើងត្រូវដើរ
គឺថាមួយចំហៀនគឺរាប់ជាកម្លាំងចិត្តថាកាន់តែចិត្តបន្តិចម្ដងដោយមួយចំហៀនហ្នឹងយើងមិនទេអន្តែងចង់បានតែមួយចំហៀនចុងក្រោយបានដល់ទេយើងឲ្យតម្លៃមួយចំហៀនពីចម្ងាយហ្នឹងទៅហ្នឹងដែលយើងមានទិសដៅដែលត្រូវរក្សាក្នុងបច្ចុប្បន្នហ្នឹងនៅក្នុងផ្លូវរបស់យើងកុំឲ្យធ្លាក់ចូលទៅក្នុងផ្លូវអ្នកដទៃដោយប្រការផ្សេងនេះគឺជាអត្តបទធម៌ដើម្បីជាការអបអរសាទរនៅក្នុងបុណ្យកុសលនាគុហាភ្នំកណាហើយនឹងថ្វាយបង្គំពុទ្ធអង្គបរិនិព្វានប៉ុណ្ណាពុទ្ធបរិមាហើយក៏នឹកដូចតែព្រះអង្គគង់បជនប្រថាប់នៅអញ្ចឹងទាំងពធព្រះវិន័យហ្នឹងអង្គបរិនិព្វានទៅតែព្រះរូបកាយអញ្ចឹងទេប៉ុន្តែព្រះធម៌ព្រះវិន័យពុទ្ធអង្គទ្រង់ជាបិតាគឺនៅបីបាច់ថែរក្សាកូនរបស់ព្រះអង្គធីតារបស់ព្រះអង្គនៅសពថ្ងៃអញ្ចឹងពុទ្ធបរិស័ទយើងក៏បីនឹងពិចារណាសេចក្តីនៃពធហើយនឹងថែរក្សាខ្លួនឲ្យបានល្អអ្វីដែលថាជាខ្លួនរបស់យើងឲ្យបានពិតប្រាកដដើម្បីនឹងកន្លងពីលោកយៈទៅដល់លោកតរៈនឹងឲ្យបានគឺថាជាការឆ្លងចាកលោកីទៅដល់លោកតរៈនឹងគឺមានតែការរក្សាអប់រំចិត្តសន្តាននេះឯងមិនមែនរូបកាយទេរូបកាយគឺជាលោកយៈសត្វទោះជារូបក្នុងសម័យណាក៏ដោយរូបពុទ្ធអង្គក៏ដោយគឺសត្វតែលោកយៈទាំងអស់នឹងឯងគឺมันអាចទៅជាលោកតរៈมันអាចនឹងបានរួចផុតចាកលោកដោយសារយើងទំនុកបំរុងរូបកាយនឹងទេទោះជាយើងទំនុកបំរុងមាសប្រាក់លុយកាក់សម្បត្តិសម្បូរផ្ទះសម្បែងទីកន្លែងប៉ុណ្ណាក៏ដោយយើងខំកំណាញ់ដើម្បីឲ្យខ្លួនឯងនឹងបានប្រសើរទៅដោយសម្បត្តិបង្អួតបង្អអ្នកដតីប៉ុណ្ណាក៏ដោយផ្ទះប៉ុណ្ណភ្នំក៏ដោយប៉ុន្តែរូបនឹងគឺជាលោកយៈទីបំផុតក៏ត្រូវជារានាំមកនៅជំងឺរោគាអត់មានបានទីពឹងអីពីរូបកាយដែលយើងចំណាយមកជីវិតដើម្បីរូបកាយអានឹងមកពីយើងច្រឡំខ្លួនរបស់យើងនឹងទៅលើរូបកាយនឹងតាមពិតខ្លួនយើងដែលត្រូវទំនុកបំរុងបីបាច់មើលថែរក្សាឲ្យបានតិចល្អគឺចិត្តសន្តានដែលប្រព្រឹត្តទៅដោយមហាកុសលចិត្តប្រព្រឹត្តទៅដើម្បីជាលោកតរៈអញ្ចឹងត្រូវថែរក្សាដោយសតិសម្បជញ្ញៈនឹងឯងមិនចាំបាច់ថាប៉ុណ្ណឹងប្រជែងជាមួយអ្នកមានអ្នកបានអីដោយសម្បត្តិសម្រាប់រូបកាយនឹងទេយើងត្រូវរកធម្មសម្បត្តិសម្រាប់ចិត្តវិញតនពេលវេលាអរិយទ្រព្យគឺជាសម្បត្តិរបស់ចិត្តអញ្ចឹងពុទ្ធបរិស័ទបងប្អូនកូនចៅសូមឲ្យជាអ្នកសម្បូរបុណ្យសូមឲ្យជាសិទ្ធិបុណ្យជាស្ដេចបុណ្យអញ្ចឹងទៅសោយរាជនៅក្នុងនគរបុណ្យអញ្ចឹងទៅសបាយរីករាយគឺថាជាការគ្រប់គ្រងនគរកាយរបស់ខ្លួននេះឯងដែលមានបេះដូងរបស់យើងដែលជាទីអាស្រ័យនៃចិត្តប្រកបដោយតថាគតពោធិសទ្ធានឹងឯងជាតួប្រសាសនាហើយនឹងមានព្រះមហាក្សត្រដ៏ល្អគ្រប់គ្រងនៅក្នុងនគរកាយនេះគឺជាតួបញ្ញាជាញាណទេសនៈនឹងឯងទាំងសូមអនុមោទនាសូមក្រាបថ្វាយបង្គំនមស្ការចំពោះព្រះរតនត្រ័យដោយសេចក្តីគោរពសូមក្រាបថ្វាយបង្គំពុទ្ធស្ថាននៅទីនេះដោយសេចក្តីគោរពចាស់ក្រែងសូមក្រាបថ្វាយបង្គំគុណចាស់គ្រប់ព្រះអង្គជាទីគោរពសក្ការៈសូមក្រាបថ្វាយបង្គំព្រះលោកគ្រូកែមដិតជាម្ចាស់ដោយសេចក្តីគោរពនិងដោយសេចក្តីកោតក្រែងសូមអរព្រគុណព្រះលោកគ្រូដែលបានផ្សព្វផ្សាយពធបង្ហាត់បង្ហាញផ្លូវនៅដល់ជានានិជនក៏ដូចជាខ្ញុំកណាស់ខ្ញុំបាទណានឹងសូមអនុញ្ញាតគោរពចំពោះលោកគ្រូធម្មចារគ្រប់រូបគ្រប់ញាតិញោមពុទ្ធបរិស័ទទាំងអស់កំពុងតែគង់អង្គុយយ៉ាងស្ងៀមស្ងាត់នៅដោយសមាធិកម្មដ្ឋានភេវនានៅនាលអាងភ្នំនេះណាសូមបង្អោនបញ្ជូនចិត្តណាចំពោះព្រះធម៌ទាំងអស់គ្នាទេណាគឺថាដាក់គិតអីផ្សេងអមនុស្សនៅនឹងមកនេះណាអមនុស្សនឹងប្រកែណាដឹងចិត្តនេះគិតយ៉ាងម៉េចបាសិកាសុចិន្តាឆែមគិតយ៉ាងម៉េចគិតទៅទូឬក៏ម៉េចអីណាគិតភ្លាមគឺថាត្រូវបង្អោនមកព្រះធម៌ហ្នឹងព្រោះនៅកន្លែងអាននឹងសុទ្ធតែណា
ដែលជាពិសេសគឺកណាគុណម្ចាស់ដែលគង់ប្រថាប់នៅក្នុងទីនេះហើយត្រួតត្រងនៅគុណគឺសីលគុណបានគង់នៅបានក្នុងអាងហ្នឹងបើថាលំមាក់លំមសិលរៀងភ្លេចប្រព្រោះអីទៅបានដែរទេណាអញ្ចឹងក៏សូមអនុញ្ញាតដើម្បីបានឱកាសចាប់អារម្មណ៍ទៅលើខ្លឹមសារហើយលោកគ្រូគំនិតជាម្ចាស់ហើយក៏នឹករលឹកឃើញលអាងហ្នឹងដែលព្រះអនន្តក៏បានប្រកាសដែរទៀតណាសីហានាងវៈអ្នកតនតាណាំងទេថៃណាំងគិរិកៈរេសុណាថភាវិតតាណាំងទេថាអដ្ឋបណាយិកានឹងគឺថាអ្នកទាំងឡាយចូលស្ដាប់សុណាថនឹងចូលស្ដាប់នៅព្រះគាថាដ៏មានប្រយោជន៍ដែលព្រះថេរៈនោះបានប្រកាសសម្ដែងហើយគឺព្រះអង្គព្រះថេរៈដែលមានខ្លួនអប់រំហើយភាវិតតាណាភាវិតតាណាំងគឺថាចម្រើនហើយគឺថាបានប្រកាសនៅបន្លឺនៅសីហនេតនឹងដូចជារាជសីដែលបន្លឺនៅសីហនេតមានចង្កូម4បន្លឺចេញពីលអាងភ្នំនោះតែមិនអាងនេះទេលអាងអីកលអាងហ្នឹងក៏ដូចជាលអាងនេះដែរលោកគ្រូជាម្ចាស់ក៏អារាធនាមកក៏ប្ររពនៅកន្លែងហ្នឹងអារាធនាបិទលិកុហេឬក៏កន្លែងសូក្រៈខាតាភ្នំកិច្ចកោតអីហ្នឹងគឺថាអាងហ្នឹងអនសាលកហេភ្នំវេតយិវេតិយកៈអីចឹងទៅក៏ដូចគ្នាហ្នឹងគិរិកៈរេហ្នឹងនៅភ្នំរូងភ្នំនៃរូងភ្នំនៅនឹងរូងភ្នំនឹងឯងរូងភ្នំនឹងណាហើយបន្លឺឡើងហើយអង្គនឹងគឺថាលោកមាននាមយ៉ាងណាមានកោតយ៉ាងណាយថានាមយថាកោតតាយថាធម្មវិហេរិណោមានអសៀស្រ័យប្រព្រឹត្តនៅវិហេរធម៌យ៉ាងណាលោកមានយថាធិមុតតោមានអសៀស្រ័យបង្អោនទៅនឹងយ៉ាងម៉េចសัพបញ្ញាបងមាននៅបញ្ញាលោកមាននៅការចេះដឹងវិហរង្សុអតន្តិតាលោកមិនខ្ជិលចោសលោកបាននៅកន្លែងណាលោកចម្រើនវិបស្សនាកន្លែងហ្នឹងតថវិបស្សត្វាផុសិត្វាអចតាំងបទាំងគឺថាបានពលត្រូវនៅអចតបទាំងគឺជាព្រះនិព្វាននឹងឯងកតនតាំងបច្ចវេខន្តានេះអិមេតមថាងអិមមថាងអភិសង្សុនេះគឺថាព្រះអង្គបានពិចារណានៅកិច្ចដែលបានធ្វើហើយនឹងហើយបានប្រកាសនៅព្រះគាថានឹងយើងទាំងឡាយស្ដាប់ដោយលោកគ្រូជាម្ចាស់បានអារាធនាមកអញ្ចឹងគឺស្ដាប់ហើយបង្អោនចិត្តគឺគោលដៅតែមួយទេអត់មានគោលដៅពីរទេគឺរួចផុតនឹងឯងរួចផុតនឹងតតែអប់រំចិត្តដោយលោកគ្រូជាម្ចាស់អារាធនាអំបញ្ញមិញនេះគឺថាមួយជំហានដែលញាតិញោមធ្វើដំណើរមកនឹងគឺស្មើមួយជំហានដែលបានអរិយមគ្គនឹងឯងណាស្មើគ្នាបើអត់មានជំហានទី1ទីជំហានចុងក្រោយក៏អត់មានដែរអញ្ចឹងបានប្រតិបត្តិបើសិនព្រះបណ្ណមន្តានិបត្តិអីព្រះអង្គសម្ដែងពីវិសុទ្ធិ7អីមួយជំហាននឹងដំណើរនឹងដំណើរដែលយើងសិក្សាយើងស្ដាប់ដោយគោរពនឹងសន្សំឧបនិស្ស័យទៅព្យាយាមមុតមមទៅហើយប្រកាសទៅគឺការអប់រំចិត្តនឹងឯងហើយអប់រំចិត្តនឹងវាមានច្រើនរឿងច្រើនណាស់រៀនអភិធម្មក៏អប់រំចិត្តសិក្សាប្រសូតក៏អប់រំចិត្តសិក្សាព្រះវិន័យក៏អប់រំចិត្តស្ដាប់ធម៌ក៏អប់រំចិត្តយើងធ្វើអីគឺថាដើម្បីអប់រំចិត្តតែម្យ៉ាងអប់រំចិត្តដើម្បីអីដើម្បីលះការប្រកាន់ហួងហែងថាជាយើងថាជារបស់យើងថាជាខ្លួនយើងអីហ្នឹងដោយជាព្រះសភូតិអីនឹងព្រះអង្គប្រកាសសម្ដែងថាមនាលភ្លៀងអ្នកភ្លៀងមកកត់យើងក៏បានប្រក់ហើយឆានណាមេកតិកាសុខាយើងបានសុខហើយយើងបានប្រក់ហើយនិវេតាអត់មានខ្យល់អីបក់ចូលទេគឺថាតិចលហឹមដូចហ្នឹងខ្យល់ហៀតមកហើយក៏សភាពមិនក្តៅស្អុះអីតិចមកហើយសភាពក្តៅទៅដើរចូលមកគឺต้องតិចអញ្ចឹងទៅណាហើយបានប្រកាសថាមនាភ្លៀងអ្នកភ្លៀងមកមានអីណាបើខ្យល់អត់បក់ហើយយើងចិត្តរបស់យើងបានអប់រំហើយចិត្តតាំងមេសុសមាហិតាំងវិមុតតាំងបានរួចផុតហើយអាតាបៃវិហរាមិនេះគឺថាយើងបានព្យាយាមមុតមមហើយបានរួចផុតហើយមនាភ្លៀងមកចុះដូច្នេះលោកគ្រូជាម្ចាស់បានអារាធនាមកបាញ់មិញហ្នឹងក៏គួរជាទីជ្រះថ្លាហើយសិក្សាកន្លែងហ្នឹងបើសិនជាយើងចិត្តអាក្រក់ហើយវាអត់មានអីល្អចូលមកបានទេបើយើងចិត្តអាក្រក់នោះមានអីទទួលសូមបីជាអិតថារំក៏ដោយនៅតែអាក្រក់ដដែលហ្នឹងសូមបីព្រះធម្មអភិយាងមកដល់ហើយក៏ដោយនៅតែសម្លឹងមើលព្រះអង្គចុះឡើងដោយឧទយៈព្រាមមុនដំបូងអញ្ចឹងព្រះអង្គយាងមកដល់មុខផ្ទះហើយសម្លឹងចុះសម្លឹងឡើងហើយបើមិនតដាក់បាតទៅខ្លាចលោកគេថាឲ្យយើងព្រាមដែរអញ្ចឹងដាក់បន្តិចទៅដាក់ទៅមុខមិនសូវស្មោះដែរដាក់ទៅម្ដងមុនទៅដល់ព្រះអង្គយាងមកលើកទី2ទៀតចិត្តវារាំធ្ងន់ទៀតដល់ដាក់ទៀតទៅលើកទី3ទៀត
ធ្លាយមកដែរប៉ក់ណាក់ប៉ក់ណាំងនឹងមករឿយជាប់នឹងរស់ហើយបានព្រះអង្គប្រកាសសម្ដែងដល់ចិត្តនឹងវាជ្រះថ្លាទៅបនឲ្យតែព្រះអង្គយាងមកដោយទេវតានៅខ្លោងទ្វារទី4របស់អាណត្តិបិណ្ឌកសេដ្ឋីបង្ទៀងគាត់ថាចាំរឿងនោះចាំហ៎បើគេថាអត់ចាំទេណាអត់ចាំក៏អត់ទៅអត់ចាំហើយធ្វើម៉េចណាដែលព្រះអង្គសម្ដែងពីប្រគាថាប្រចាំឡើងលើឡានចាំសម្ដែងណាអញ្ចឹងទៅក្នុងខ្លោងទ្វារទី4ហ្នឹងគឺថាពេលដែលមិនតាន់ជ្រះថ្លាហ្នឹងមួម៉ៅដល់ពេលដែលតជ្រះថ្លានៅព្រះអង្គព្រះអង្គយាងមកស្វាណាចុះមកថ្វាយបង្គំទៅអញ្ចឹងទៅវាបាទអញ្ចឹងបើថាចិត្តល្អហើយរឿងអារ៉ៃពីខាងក្រៅមករឿងអីយ៉ាងម៉េចក៏នៅតែល្អដែរសំខាន់គឺអប់រំចិត្តហ្នឹងឯងអញ្ចឹងបានថាហើយបានសេចក្តីសុខទៀតដោយលោកគ្រូលើកឡើងពីកិច្ចឆោមនុស្សសព្ទលិភោកិច្ចឆាំងមច្ចានជីវិតាំងកិច្ចឆាំងសទ្ធម្មសវណ្ណកិច្ចឆោពុទ្ធានវបាតោកិរិយាកើតឡើងមកជាមនុស្សនេះវាជាការក្រណាវាក្រនឹងក្រដោយអំណាចនេះបុណ្យកុសលទៀតបានមកជាមនុស្សជាបុណ្យជាកុសលទៀតហើយមនុស្សមានឧបនិស្ស័យដើម្បីអប់រំខណោមេវោឧបច្ចគាអេវង្គោបេថអត្តាណੰខណោមេវោឧបច្ចគាខណាតេតេសើចន្តិនិយមមហិសមបេតាហ្នឹងអ្នកឡាយចូលអប់រំខ្លួនគាត់ថាពេលខណៈហ្នឹងកំពុងតែមានកើតជាមនុស្សហើយឥឡូវមនុស្សហើយតនពុទ្ធសាសនាហើយបានអង្គុយនៅក្នុងលអាងភ្នំលអាងព្រះបាទនឹងផងណាហើយស្ដាប់ទៅយើងអប់រំទៅហើយខ្ញុំចេះចំណែននឹងអផលទៅចំណែនមែនទេនឹកទៅចំណែនអ្នកភ្នំពេញទៀតបងតូនចំណែននឹងបានតាមលោកគ្រូនឹងទៅនឹងព្រឹកក៏ក្រែងទៅកន្លែងណាមើលទូរទស្សន៍ទៅនឹងតែសុំទោសទូរទស្សន៍អីមើល iPad នេះណាមើល Facebook នឹងសម្លឹងទៅឃើញទៅញាតញោមគួយញញឹមស្ដាប់នឹងបកំណាវីវិញញឹមអញ្ចឹងនឹងស្ដាប់ទៅថាហើយនឹកឃើញថាអាហ្នឹងគេមានទុនមានអញ្ចឹងទៅហើយសទ្ធានឹងវាមានទៀតរបស់ប្រើប្រាស់ក៏ថ្លៃហើយចិត្តគេក៏ថ្លៃទៀតមិនប្រើប្រាស់តែរបស់ថ្លៃចិត្តថោកណាអញ្ចឹងទៅសបាយរីករាយលោកគ្រូទៅកន្លែងណាលោកគ្រូដឹកនាំទៅបើមទៅឋានសួគ៌ទៅនិព្វានអញ្ចឹងទៅប៉ុន្តែថាមិនចំណែកទេតែគាត់ថាបើសិនជាមានឱកាសអញ្ចឹងដែរឯប៉ុន្តែចាំមើលកូនសិស្សខ្ញុំធីតានឹងមកវិញសិនមិនក៏តាមលោកគ្រូបានមួយអាទិត្យទៀតចាំមើលកូនសិស្សនៅអាមេរិកសិនណាខ្លាយលោមានផបសំណាងអីអញ្ចឹងគឺថាកើតមកជាមនុស្សនឹងត្រូវតែស្វែងរកនៅគុណពីព្រោះកើតជាមនុស្សវាមានគឺថាទុនវាមានគ្រប់គ្រាន់មកទុនគ្រប់គ្រាន់ទាំងអស់ណាទុនគ្រប់គ្រាន់ទាំងអស់យើងអាចធ្វើអីក៏បានសំបុណ្យសំកុសលយ៉ាងម៉េចគឺថាដំណើរយ៉ាងម៉េចគឺថាជាមនុស្សនឹងគឺគ្រប់គ្រាន់មកទៀតហើយសត្វទេរឆានមានពេលឯកាសឯណាមានអីណាឥឡូវនេះបានភពប្រសពគ្រូហើយក៏មិនមានអីហឹកហាក់ដូចជាផលអីក៏ល្មមសំរួបសំគួរទៅមានបាក់អីធัวស្ដាប់ឥឡូវវិទ្យុកល្យានមិនស្ដាប់គ្រប់កន្លែងណាក៏តែមានទុកច្អត់នេះវិទ្យុមានដែរអត់សុខទៀតនេះអត់សុខធ្ងន់ដល់សុខបានឲ្យស្ដាប់អញ្ចឹងណាអញ្ចឹងទៅតាមតាណាចុះណាហើយអញ្ចឹងទៅក៏ធ្វើឲ្យសន្តានចិត្តយើងរីករាយគឺថាសំខាន់គឺអប់រំចិត្តនឹងឯងចិត្តសប្បាយហើយមានអីត្រូវការទៀតសម្ងៃនេះគឺថាត្រូវការសប្បាយចិត្តអញ្ចឹងហើយបានព្រះអង្គសម្ដែងថាមនុស្សនឹងវាការក្រនឹងគឺថាបានជាមនុស្សហើយសូមកុំឲ្យកំណើតមនុស្សនឹងវាបាត់បង់ទៅវិញហើយសំខាន់នេះព្រះដ៏មានពភៈត្រាស់ដឹងក្រក្រៃលែងទៀតផងហើយធัวព្រះអង្គសម្ដែងគឺក្រក្រៃលែងអញ្ចឹងបានញាតិញោមសំផ្ដាំផ្ញើបើដល់នៅពុទ្ធជាទីពឹងហើយជ្រះថ្លានឹងព្រះអង្គបរិនិព្វាននេះហើយសូមឲ្យជ្រះថ្លានឹងព្រះធัวដែលព្រះអង្គទ្រង់ប្រកាសសម្ដែងផងកុំឲ្យថ្វាយបង្គំដុតធូប3ដើមទៅជីបអូចទៅធัวក៏មិនមែនធ្វើអីអាហ្នឹងគឺថាវាជ្រះថ្លាវាមិនតាន់ដល់កម្រិតទេជ្រះថ្លាទាំងធัวព្រះអង្គដែលប្រកាសនេះជាធัวដែលនិយាយនិកៈធัวនាំរួចចាក់ទុកនេះឲ្យសូមអនុមោទនាណាសាធុទាំងណាអរគុណបងបានចូលរួមជាធម្មកថាយុតិសបាយនេះបងប្អូនចាស់បន់ទាំងអស់ដូច្នេះនៅក្នុងការដែលយើងបានបូជាចំពោះប្រតនត្រ័យចឹងយើងនឹករលឹកនៅក្នុងព្រះគាថាដែលព្រះអង្គទ្រង់ប្រកាសសម្ដែងក្នុងពុទ្ធវគ្គក៏ណាពីព្រះគាថាហ្នឹងយើងរៀនឲ្យបានចាំជួយរំលឹកដាស់តឿនយើងកុំឲ្យធ្វើពេលវេលាដ៏មានតម្លៃសម្រាប់យើងបូជាបរតនត្រ័យហ្នឹងឲ្យបាត់បង់ទៅដោយសារតែកិលេសមីនាំឲ្យយើងទៅខ្វាយខ្វល់នឹងមនុស្សម្នាផ្សេងពុទ្ធបរិស័ទហើយកុំចាំបាច់ប្រៀបដល់ទៅព្រះពុទ្ធអង្គអីផងមើលក្នុងព្រះគាថាសហសវៈហ្នឹងគ្រាន់តែជាមួយគ្នានឹងអង្គដែលមានទិដ្ឋិត្រង់រាប់ចាប់ពីសោតាបានទៅណានឹងឯងទៅក្នុងការដែលអភិវេតអភិវណ្ណនមស្ការថ្វាយបង្គំនឹងប្រសើរណាស់ណាប្រសើរ
សំបីតែបែងទៅជា4ហើយនឹង1ភាគ4នឹងប្រសើរជាងការបូជាដល់សត្វលោកក្នុងចក្រវាលទៅទៀតអាហ្នឹងវាយើងដឹងជាគិតជាមិនទៅទៀតទេប៉ុន្តែថាពុទ្ធរិកាអង្គសម្ដែងមកអដ្ឋកថាលោកបញ្យលមកហើយនេះដល់ទៅព្រះសម្មាសម្ពុទ្ធទៀតដែលយើងត្រូវបូជានោះនឹងឯងមិនមែនត្រឹមតែជាបុគ្គលដែលមានទិដ្ឋិត្រង់ជាព្រះសោតាបានប្រសក្តិគាមីព្រះអនាគាមីព្រះអរហន្តសាវកអីណាពុទ្ធណាមើលហើយតើយើងគិតថាមនុស្សទាំងអស់នឹងគិតថាប្រសើរជាងពុទ្ធអង្គទៅទៀតឬបានជាយើងត្រូវខ្វាយខ្វល់ទៅជាមួយនឹងអ្នកទាំងអស់នឹងដោយការស្រឡាញ់ស្អប់កប់តោះប្រកែប្រកាន់ចេះអញ្ចោះនឹងមនុស្សមានកិលេសផងគ្នាវាអញ្ចឹងហើយយើងចិត្តតែគិតថាមិនសមគាត់អញ្ចឹងសោះមិនសមគាត់អញ្ចឹងសោះឲ្យគាត់អាម៉េចទៅវិញទៅមានកិលេសនោះគេណាមើលយើងគិតមើលអញ្ចឹងមើលណាចុះព្រះពុទ្ធអង្គដែលព្រះអង្គជាព្រះសម្មាសម្ពុទ្ធជាអគ្គបុគ្គលលើលោកអត់មានលោភៈទោសៈមោហៈនោះមិនក៏យើងមិនបង្អោនចិត្តមកជ្រះថ្លាមកហើយយើងចង់ឲ្យមនុស្សមានកិលេសទាំងអស់ហ្នឹងល្អមករស់យើងឬក៏ថាល្អយ៉ាងម៉េចទៅអ្នកដែលមិនល្អអ្នកដែលនៅមានកិលេសដូចតែយើងអីដែរហ្នឹងវាសម្បូរណាស់ប៉ុន្តែអ្នកដែលអស់កិលេសអង្គដែលអស់កិលេសជាព្រះអរហន្តក៏មានដូច្នេះវាមិនមែនជារឿងយើងទៅខួងហែងកិលេសរបស់អ្នកដតីទេកុំឲ្យយកកិលេសអ្នកដតីមកខាងកិលេសខ្លួនឯងផងរែកធ្ងន់ទៅជាភារៈក្នុងវដ្តសង្សារហ្នឹងដាក់ចុះឲ្យដឹងថាសភាពនៃកិលេសនឹងឯងត្រូវដាក់ចុះហើយយកគុណបរតនត្រ័យនឹងឯងមកជាអារម្មណ៍រឿយដោយពុទ្ធានុសតិជាដើមនឹងចឹងទៅ